ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកកាន់វីដេអូរបស់នាងខ្ញុំទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកតូបកាហ្វេមួយកន្លែងបងប្អូនណាបងប្អូនបានឃើញហើយផ្លាកយីហោរបស់គេគឺឈ្មោះនៅខាងលើនឹងឯងហើយនាងខ្ញុំក៏បានដាក់នៅខាងក្រោមនឹងដែរហាងកាហ្វេគេហ្នឹងនាងខ្ញុំជីកទៅមកពីត្រឡប់ហ្នឹងឃើញចៃដន្យទេបងប្អូនហើយកន្លែងហ្នឹងឃើញរបៀបថាគេធ្វើខ្ទមឈើផ្ទះឈើអញ្ចឹងណាបងប្អូនឲ្យរបៀបចេញមករបៀបបែបធម្មជាតិហើយឃើញបៃតងមានដើមចេកមានអីចឹងណារបៀបដូចជាចកាឬខ្ទមអីហ្នឹងកន្លែងយើងអង្គុយអញ្ចឹងទៅបងប្អូនក៏ឈប់ម៉ូតូទាំងកណ្ដាលថ្ងៃត្រង់វេលាម៉ោង1កន្លះថ្ងៃបងប្អូនណាម៉ោង1កន្លះថ្ងៃក៏ចូលមកហាងកាហ្វេហ្នឹងតែមុននឹងចូលនេះខ្ញុំបានសុំគេដែរសុំបងប្អូនប្រុសដែលកំពុងតែឈរឆុងកាហ្វេហ្នឹងណាថាអាចថតបានអីអត់ចឹងក៏គាត់ថាអីទេបងអាចថតបាននេះខ្ញុំក៏ទាញកាមេរ៉ាមកថតតែម្ដងទៅដោយសារថាចង់បង្ហាញពីតូបកាហ្វេបែបធម្មជាតិបៃតងរបៀបហ្នឹងចែកជូនពុកម៉ែបងប្អូនព្រោះកន្លែងគេស្អាតហើយកាហ្វេគេក៏រសជាតិទទួលយកបានបងប្អូនណារសជាតិឆ្ងាញ់សម្រាប់អ្នកចេះហូបកាហ្វេគឺរសជាតិឆ្ងាញ់តែបើសម្រាប់អ្នកដែលអត់ចេះទោះយើងថាឆ្ងាញ់ក៏គាត់អត់ដឹងថាឆ្ងាញ់របៀបម៉េចចឹងណាបងប្អូនតែបើអ្នកហូបកាហ្វេគឺថា the best ហើយកាហ្វេនៅកន្លែងគេហ្នឹងហើយនាងខ្ញុំដើរមកដល់ហ្នឹងគឺជួបនឹងបងប្អូនប្រុសកន្លែងដែលយើងកំងហ្នឹងនាងខ្ញុំសួរថាបងប្អូនមានមនុយអីមើលអត់ថាក្នុងហាងបងប្អូនមានគេហៅថាព្រៀងអីគេខ្លះមានអីញ៉ាំខ្លះហើយចឹងណាគេក៏ថាបងអត់មានមនុយទេតែបងអាច scan QR នេះបាននឹងឃើញគ្រប់មនុយភេទជ្ជៈគ្រប់មនុយទៅគេអាទៀតគ្នាបងនាងខ្ញុំក៏បន្តទៅទៀតតែម្ដងពេលដែលយើងសួរហើយក៏នាងខ្ញុំថាអូមិនបាច់ scan ទេអូនអញ្ចឹងបងសុំកំងមាត់តែម្ដងទៅគឺនាងខ្ញុំយកពីកែវទី1យកកាហ្វេដោះគោកាហ្វេដោះគោស្ដើងរសជាតិផ្អែមមួយកែវទៀតគឺយកកាហ្វេដោះគោរសជាតិរៀងចាស់យកផ្អែមរៀងស្រាលអញ្ចឹងបងប្អូនណាហើយក៏នាងខ្ញុំដើរចូលខាងក្នុងហើយបងប្អូនចូលទៅខាងក្នុងជាមួយនាងខ្ញុំទាំងអស់គ្នាបងប្អូនឃើញខាងស្ដាំដៃនាងខ្ញុំមកគេឃើញតូបគេចោះគេល្វែងអញ្ចឹងទៅគេមានឆាត់មានអីអញ្ចឹងបងប្អូននិយាយរួមទៅគេមានតុអង្គុយមួយជ្រុងបងប្អូនហើយរីឡេកតិចភ្នែកតែម្ដងបងប្អូនហើយបៃតងធម្មជាតិពោពេញដោយអុកស៊ីសែនមែនតែម្ដងហើយកាហ្វេគេតែមួយកែវ 6000 ទេបងប្អូនអត់ថ្លៃទេទ្រីងគេតាមប្រភេទទេបងប្អូនយើងកំងអីទៅគេមានតម្លៃលើហ្នឹងណាបងប្អូនអស់តែ 6000 ទេនេះខ្ញុំទៅពីកែអស់ 12000 បងប្អូនណាហើយខ្ញុំទៅនេះគឺម៉ោង1កន្លះអញ្ចឹងវាមានអាកាសធាតុរៀងក្តៅបន្តិចបងប្អូនឃើញចំហាយផ្សែងហ្នឹងអត់ហ្នឹងគឺចំហាយទឹកបងប្អូនណាគេបាញ់ចំហាយទឹកដើម្បីឲ្យវាត្រជាក់អញ្ចឹងណាហើយគេលម្អដោយដើមចេកលម្អដោយរុក្ខជាតិបៃតងមានដើមដូងមានអីចឹងទៅបងប្អូនហើយគេដាក់ក្អីដាក់តុតូចមួយសម្រាប់យើងអង្គុយផឹកកាហ្វេទៅចែកការងារឬក៏យើងអានសភៅឬមួយក៏យើងលេងទូរស័ព្ទអីចឹងណាអ្នកដែល stress អីចឹងយើងអាចមកអង្គុយនៅតូបកាហ្វេនេះបានបងប្អូនភាគច្រើនពេលមកនៃខ្ញុំទៅហ្នឹងគឺឃើញតែយុវវ័យបងប្អូនណាឃើញយុវវ័យយើងទៅច្រើនមួយក្រុមហ្មងហើយនៅក្នុងហាងកាហ្វេហ្នឹងគឺគេមានសភៅបងប្អូនគេមានសភៅដាក់ឲ្យយើងមើលទៀតយើងចង់មើលសភៅក៏យើងអាចមើលបានដែរបងប្អូនណាហើយគេមានលម្អដោយឆាត់បងប្អូនណាគេប្រើឆាត់ជំនួយដែរកុំឲ្យវាក្តៅពេកអីចឹងណាហើយនៅពេលដែលយើងចូលមកដល់យើងត្រូវកំងហើយចាំយើងដើរមកកន្លែងអង្គុយបងប្អូនកន្លែងគេមានកន្លែងអង្គុយញ៉ាំកាហ្វេអង្គុយលេងមានច្រើនចំណែកបើសិនជាយើងត្រូវការថតរូបអីគឺយើងអាចថតរូបបានច្រើនដែរតែប្រភេទជាលក្ខណៈធម្មជាតិបៃតងឯងបងប្អូនមុនហ្នឹងខ្ញុំថាដើរទៅមុខតែខ្ញុំអត់អស់ចិត្តរឿងកតុបទឹកគេនាងខ្ញុំក៏ដើរត្រឡប់មកក្រោយសិនបងប្អូនព្រោះឯនៅក្នុងក្តីសម័យរបស់នាងខ្ញុំខ្ញុំចង់ធ្វើបន្ទប់ទឹកដូចនៅក្នុងហាងកាហ្វេហ្នឹងចឹងយើងចង់ធ្វើបន្ទប់ទឹកបែបសាមញ្ញធម្មជាតិហើយនឹងសេវលួយបំផុតបងប្អូនណាតខ្ញុំទៅបន្ទប់ទឹកហ្នឹងក៏ខ្ញុំឃើញទៅវាដូចការគិតរបស់ខ្ញុំខ្ញុំចង់ធ្វើលើដីរបស់ខ្ញុំហ៎បងប្អូនគាត់យកប៉ាំងអាស័យចាស់វាយព័ទ្ធជុំវិញគាត់ចាក់គ្រួគាត់ដាក់យំទៅគាត់ធ្វើបែបសាមញ្ញប៉ុន្តែវាស្អាតបងប្អូនណាស្អាតហើយអស់ចំណាយតិចទៀតបងប្អូនហើយប៉ាំងអាស័យចាស់ហ្នឹងយើងពិបាករកទិញដែរណាបងប្អូនមិនស្រួលទិញណា
ឥឡូវនេះបើសិនជាយើងរកថ្មីអាចនឹងស្រួលទិញជាងរកប៉ាំងអស័យចាស់ហ្នឹងប៉ុន្តែគាត់រកប៉ាំងអស័យចាស់ហ្នឹងមកធ្វើជាកន្ទប់ទឹកផងមកប្រក់ធ្វើជាគេហៅថាធ្វើជាកញ្ចុះសម្រាប់យើងអង្គុយហូបកាហ្វេផងបងប្អូនណាហើយកន្លែងខ្លះក៏គាត់ដាក់តុកនេះបងប្អូនឃើញនៅក្នុងវីដេអូនឹងស្រាប់ហើយគឺគាត់ដាក់តុកឆាត់មួយអីចឹងទៅហើយមានចំហាយទឹកបាញ់មកចឹងទៅហើយបើជំនាញខាងកញ្ចុះឈើខាងនោះគេមានដង្ហាលបក់ចឹងទៅគេដាក់តុកមួយអីចឹងទៅអង្គុយដង្ហែនឹងទៅបងប្អូនហើយបែបធម្មជាតិរីឡែកត្រជាក់ភ្នែកបៃតងតែម្ដងហើយកន្លែងកាហ្វេមកកន្លែងនេះបងប្អូននៅក្នុងពេញយើងហ្នឹងទេបងប្អូនចង់ដឹងទីតាំងនៅកន្លែងណាបងប្អូនវាយតែឈ្មោះគេទៅគឺគេមាន Google Map ហើយបញ្ជាក់ទីតាំងនៅក្នុងហ្នឹងតែម្ដងគេមានត្រៀងនៅក្នុងអីគេហៅថា page របស់កាហ្វេគេហ្នឹងតែម្ដងបងប្អូនណាហើយកាហ្វេហ្នឹងយើងខ្ញុំស្គាល់ដោយសារពូម៉ាក់ខ្ញុំគេធ្លាប់ប្រាប់ខ្ញុំថាអញ្ចេះគេចង់ឲ្យខ្ញុំហ្នឹងមកឲ្យចិត្តផ្ទះគេព្រោះមានកាហ្វេទៅតបើកមកកន្លែងស្អាតបែបធម្មជាតិគេចង់មកថតនៅហាងកាហ្វេហ្នឹងហើយនាងខ្ញុំប្រកែកគាត់ថាអត់ទៅទេអញ្ចឹងពូម៉ាក់អីទៅថតទៅស្អាតអញ្ចឹងទៅថតទៅដល់តែពេលចៃដន្យអីថ្ងៃនោះគេអត់នៅពូម៉ាក់ខ្ញុំអាណងគេទៅថៃទៅនាងខ្ញុំក៏ជិះកាត់នឹង2ថ្ងៃបងប្អូនជិះកាត់នឹង2ថ្ងៃប៉ុន្តែថ្ងៃទី1នាងខ្ញុំអត់បានចូលទេនាងខ្ញុំគាត់ឃើញថាអូហាងកាហ្វេនេះស្អាតបែបធម្មជាតិសាមញ្ញតែវាស្អាតអញ្ចឹងណាបងប្អូននាងខ្ញុំមកចូលប៉ុន្តែវាលេតមកព្រោះនាងខ្ញុំបញ្ញាបោះក៏ជិះក៏ទៅហួសដល់តែពេលព្រឹកមិញនាងខ្ញុំជិះមកកាត់នឹងទៀតម៉ោង1ជាងហ្នឹងក៏ឲ្យបងឈប់ម៉ូតូចូលថតវីដេអូយកតែម្ដងបងប្អូនហើយគេមានកន្លែងអង្គុយច្រើនឬកន្លែងណាគឺនាងខ្ញុំអង្គុយនេះគឺជាកន្លែងដែលយើងអង្គុយរងចាំយកកាហ្វេឬក៏យើងចង់ញ៉ាំកាហ្វេនៅមុខហាងហ្នឹងក៏បានដែរបងប្អូនណាព្រោះអីវាអាកាសធាតុរៀងត្រជាក់ដែរទេបងប្អូនហើយហាងកាហ្វេបើសិនជាយើងទៅពេលព្រឹកត្រជាក់ភ្នែកល្អបងប្អូនកន្លែងគេអង្គុយមានខ្យល់អាកាសល្អតែបើថាដល់ឡែកពេលថ្ងៃវារៀងក្តៅបន្តិចប៉ុន្តែគាត់ខំប្រឹងអាប់ដេតបងប្អូនណារកគ្រប់វិធីសាស្ត្រដើម្បីឲ្យយើងអង្គុយឲ្យក្តៅទេទីមួយក៏គាត់ដាំដើមឈើច្រើនបងប្អូនហើយសុទ្ធតែប្រភេទបៃតងហើយវាមានអុកស៊ីហ្សែនបងប្អូនណាហើយនឹងគេដាក់ឆាត់ដាក់អីចឹងទៅគេធ្វើកញ្ចុះអីចឹងទៅហើយគេមានចំហាយទឹកបាញ់មកពីលើអញ្ចឹងវាកាត់បន្ថយការក្តៅច្រើនបងប្អូនអញ្ចឹងបងប្អូនមកក្នុងម៉ោងដែលក្តៅក៏អាចអង្គុយបានដែរបញ្ហាអីបងប្អូនព្រោះបូករួមនឹងខ្យល់ធម្មជាតិទៀតហ៎អញ្ចឹងក៏យើងអាចអង្គុយញ៉ាំបានហើយសេវាកម្មគេនៅក្នុងហ្នឹងល្អបងប្អូនបុគ្គលិកគេរៀងច្រើនសម្ដៅអីការទទួលភ្ញៀវញ៉ាំរាក់ទាក់អីចឹងណាបងប្អូនហើយតម្លៃកាហ្វេក៏សមរម្យទៅតាមនឹងដែរបងប្អូនមួយកែវតែ6000ទេហ្នឹងខ្ញុំញ៉ាំកាហ្វេដល់គោបងប្អូនណាមួយកែវតែ6000ទេហើយពេលដែលយើងមកដល់គេមានដាក់ទឹកតែ2កែវទទួលយើងអញ្ចឹងណាបងប្អូនព្រោះថាខ្ញុំទៅថតអីរៀងនិយាយច្រើនដែរពេលងាកមកដល់បានបងស្រីក៏ដាក់ទឹកតែឲ្យ2កែវទៅមានអីត្រជាក់កដែរបងប្អូនពងរៀងក្តៅវាអញ្ចឹងណាហើយហាងកាហ្វេនៅក្នុងពេញបងប្អូនបើសិនជាយើងត្រូវការអង្គុយបែបធម្មជាតិបងប្អូនអញ្ជើញទៅបងប្អូនដូចខ្ញុំប្រាប់លោកទីសិនគេអញ្ចឹងគាត់ឲ្យឈ្មោះហាងចេញឲ្យបងប្អូនណាហើយអង្គុយហ្នឹងក៏ដល់ម៉ោងគេលើកកាហ្វេមកឲ្យបងប្អូនណាគាត់ថានាងខ្ញុំវគ្គភ្លក់កាហ្វេនេះខ្ញុំបើតាមមួយគ្រូគេបងប្អូនបើមកគ្រូហ្នឹងចង់អស់កាហ្វេតែម្ដងខ្ញុំនិយាយមែនតែនបងប្អូនណាកាហ្វេគេឆ្ងាញ់បងប្អូនកាហ្វេគេឆ្ងាញ់កាហ្វេដល់គោគឺរសជាតិនោះវាត្រូវមាត់របស់ខ្ញុំហ្មងគឺឆ្ងាញ់តែម្ដងខ្ញុំអាចហ៊ាននិយាយថាអញ្ចឹងព្រោះគេអាចបានប្រម៉ូទហៅនាងខ្ញុំឲ្យមកថតឲ្យគេទេគឺនាងខ្ញុំជិះឃើញតែចៃដន្យសុំគេចូលថតតែម្ដងគឺគេយកលុយពេញបងប្អូនណាយកលុយពេញអញ្ចឹងបើសិនជាកន្លែងហ្នឹងអត់ឆ្ងាញ់កាហ្វេហូបអត់កើតនាងខ្ញុំនឹងអាចប្រាប់បងប្អូននៅការពិតអញ្ចឹងអត់ប្រហែលអីកុំឲ្យបងប្អូនមកឲ្យខកបំណងអញ្ចឹងណាដោយសារតែមើលវីដេអូរបស់នាងខ្ញុំអញ្ចឹងណាបងប្អូនណាចឹងនាងខ្ញុំតែងតែជំរាបនៅអ្វីដែលជាការពិតនេះជាកាហ្វេដែលនាងខ្ញុំកំងមុនហ្នឹងបងប្អូនណា2កែវពួកខ្ញុំប្រាប់ថាខ្ចប់ខ្ញុំអត់ហូបហ្នឹងទេគេយកមកថតវីដេអូហើយខ្ញុំក៏ត្រឡប់ទៅវិញទៅហើយខ្ញុំដំបូងបងប្អូនអើយស្មានតែកែវកាហ្វេនេះឃើញអក្សរលើហ្នឹងខ្ញុំស្មានតែផ្លាកឈ្មោះយីហោហាងគេខំនិយាយលង្ហោហាយតាមពិតមានណាយើងកំង2កែវរសជាតិផ្សេងគ្នាជាងគេដាក់ចំណាំបងប្អូនអាណាស្រាលរសជាតិរបស់ខ្ញុំនេះស្រាលអញ្ចឹងណាផ្អែមអញ្ចឹងទៅស្រាលហើយដល់ពេលបងប្អូនខ្ញុំរៀងកាហ្វេដោះគោដែរតែកាហ្វេចាស់ហើយយកផ្អែមល្មមអញ្ចឹងណាបងប្អូនខ្ញុំនេះខំតែយល់ច្រឡំបងប្អូនហើយវីដេអូនេះគឺដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាមានតែប៉ុណ្្នឹងទេបើសិនជានាងខ្ញុំនិយាយទៅមានពាក្យសម្ដីត្រង់ណាដែលមិនសមរម្យឬក៏
mìnhត្រូវចិត្តបងប្អូនទាំងអស់គ្នាក៏សូមខន្តីអភ័យទោសបងប្អូនណោះពីព្រោះថាការនិយាយវាអត់ដូចការធ្វើទេបងប្អូនខ្លះគាត់ចាំតែចាំតែខមមិនថាឲ្យពីអសរុអីចឹងណាតែបងប្អូនខ្លះគាត់យល់ពីអ្នកយល់អារម្មណ៍ពីអ្នកដែលផលិតវីដេអូដូចជានាងខ្ញុំអញ្ចឹងបងប្អូនពេលខ្លះយើងអត់ចង់និយាយច្រើនទេចង់ឲ្យពុកម៉ែបងប្អូនមើលតែសកម្មភាពតែយើងអាចអញ្ចឹងកើតណាដោយសារតែនាងខ្ញុំជួយចិត្តនិយាយច្រើនផងហើយនឹងកលៈទេសៈតម្រូវឲ្យយើងនិយាយផងហើយបើសិនជាឲ្យបងប្អូនមើល8នាទី10នាទីអត់ស្ដាប់នៅនាងខ្ញុំនិយាយក៏អត់កើតអញ្ចឹងណាបងប្អូនហើយនាងខ្ញុំតែនិយាយគឺនិយាយជាប់មាត់អញ្ចឹងហ្មងអញ្ចឹងក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងអញ្ចឹងបងប្អូនហើយពុកម៉ែបងប្អូនទាំងអស់គ្នាពេលដែលបានទស្សនាវីដេអូនេះហើយកុំភ្លេចជួយ Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងឈ្មោះថាថ្ងៃសុភ័ត្រា Show បងប្អូនណាដើម្បីទទួលបាននៅវីដេអូថ្មីក៏ដូចជាព័ត៌មានថ្មីអីអញ្ចឹងណាបងប្អូនហើយនាងខ្ញុំនឹងបន្តថតវីដេអូតទៅទៀតដាក់នៅក្នុង YouTube របស់នាងខ្ញុំរកកន្លែងណាដែលល្អរកកន្លែងណាដែលថ្មីរសជាតិពិតនាងខ្ញុំថតយកតែអ្វីដែលជាការពិតជាក់ស្ដែងចាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងណាអរគុណជម្រាបលា